ព្រឹកហ្នឹងគឺអនុញ្ញាតឲ្យខ្លួនឯងនឹងស្ងោរមន់ដាក់ផ្សិតបងប្អូនបាទនេះឥឡូវកំពុងតែពុះក្រល់ហើយគឺមន់មួយចំហៀងតែប៉ុណ្ណោះបងប្អូនបាទខ្ញុំដាក់គ្រប់គ្រឿងមកហើយអញ្ចឹងរងចាំតែសាច់មន់រឹងផុយមកយើងដាក់ផ្សិតចូលទៅឲ្យមានរសជាតិ master បងប្អូនបាទហើយនេះគឺជាផ្សិតចំបើងបែបធម្មជាតិបងប្អូនបាទគឺខ្ញុំបានលាងស្អាតត្រឹមត្រូវហើយគឺមានអនាម័យដោយគ្មានជាតិអ្វីទេគឺមានតែជាតិប្រូតេអ៊ីនបងប្អូនបាទហើយក៏មានដូចជាក្រូចឆ្មាមួយគ្រាប់100រៀលតែប៉ុណ្ណោះបងប្អូនបាទគឺធូរថ្លៃមែនទែនបាទហើយក៏មានរួមដូចជីមន្ទីសដើម្បីយើងទុកបុកទឹកជ្រលក់មួយនឹងសាច់មន់បងប្អូនបាទពិតជាត្រូវគ្នាបងប្អូនបាទបែបសុខស្រាយយើងអត់មានគិតអ្វីវិញឆ្ងាយច្រើនបងប្អូនបាទចាំតែពេលឆ្អិនយើងភ្លក់បងប្អូនគ្នាបាទអរគុណនេះបងប្អូនឥឡូវយើងអំប្រាមួយជាងទៀតឲ្យវាស៊ុបនឹងស្មើគ្នាបងប្អូនមកឲ្យវាឆ្អិនទៅបាទអញ្ចឹងគឺខ្ញុំជាចុងភៅគឺខ្ញុំធ្វើបែបប្រឡុកពុកប៉ាក់នេះបងប្អូនតែរឿងស្អាតគឺអនាម័យគឺមិនធម្មតាបងប្អូនបាទនេះបងប្អូនអញ្ចឹងយើងដល់ពេលត្រូវចាក់ផ្សិតចូលក្នុងឆ្នាំងហើយយើងមានចាប់វានេះទេយើងដាក់ចាក់ចូលដល់ទៅបាទពិតជាអស្ចារ្យមែនទែនបាទមិនទោះទៀតឆ្អិនតែឆ្អិនគឺយើងបានសម្រេចបងប្អូនបាទ